សម្រាប់បងប្អូនដែលមានបញ្ហាតាគៀកផតបងប្អូនទាំងអស់គ្នាអាចអនុវត្តតាមលំហាត់ប្រាណនេះបាននេះបងប្អូនអាចតាគៀកចំហៀងរបស់យើងហ្នឹងបើសិនជាតាគៀកនឹងផតគឺយើងស្លៀកខោស្លៀកអីទៅគឺមើលទៅអត់ស្អាតទេបងប្អូនអញ្ចឹងលំហាត់ប្រាណមួយនេះបងប្អូនអាចអនុវត្តវាជាប្រចាំបានក្នុងមួយសប្តាហ៍អាចអនុវត្ត3ទៅ4ដងបានបងប្អូនអាចហាត់ឆ្លាស់ថ្ងៃគ្នាអញ្ចឹងណាហើយបងប្អូនធ្វើវាម្ដង20បងប្អូនធ្វើសងខាងបងប្អូនធ្វើវា3ជុំតោះយើងទៅមើលទាំងអស់គ្នាថាលំហាត់ប្រាណហ្នឹងយើងហាត់បែបណាខ្លះសម្រាប់លំហាត់ប្រាណនេះគឺយើងត្រូវការប្រើជាមួយនឹងខ្សែ resistance band ហើយបងប្អូនទាំងអស់គ្នាមានអីកាន់បងប្អូនកាន់ទៅតែបើអត់មានអីកាន់ទេបងប្អូនប្រើកៅអីដូចខ្ញុំតែបងប្អូនដាក់ដុំដែកមួយនៅលើណាដើម្បីកុំឲ្យនៅពេលដែលយើងហាត់ទៅវាល្អកៅអីយើងដួលចាជើងរបស់យើងបច្ចិតជង្គង់ហើយ after ដាក់ជើងយើងមកចំហៀងទៀតកែងបើកជង្គង់យើងឡើងចាប្រើជង្គង់ណាបើកជង្គង់យើងឡើងគឺវាចូលតាគៀករបស់យើងពេញ 100% តែម្ដងលំហាត់ប្រាណនេះបងប្អូនធ្វើ20មួយខាងបងប្អូនធ្វើ20ធ្វើវា3ជុំតោះយើងចាប់ផ្ដើមទាំងអស់គ្នា1ទម្លាក់ជើងចុះ2តោះ3 4 5 6 7 8 9 10វីដេអូខ្ញុំធ្វើតែ10ទេណាបងប្អូនតែបងប្អូនធ្វើជាក់ស្ដែង20ណាហើយធ្វើវាសងខាងដោយសារខ្ញុំអត់ចង់វីដេអូនឹងវែងពេកមួយខាងទៀតដូចគ្នាបងប្អូនចាយើងបត់ជើងបន្តិចមកចាហើយយើងលើកបើកតាគៀកយើងឡើងបែបនេះចាជង្គង់យើងលើកឡើងបែបនេះមកចាប្រឹងសាច់ដុំជង្គង់របស់យើងបងប្អូនចាចូលបានល្អមែនតែនហ្មងបងប្អូនមួយខាងនេះក៏យើងធ្វើ10ដូចគ្នាតោះ1 2 3 4 5 6 7 8 9 10អញ្ចឹងសម្រាប់បងប្អូនដែលចង់បានវីដេអូថ្មីបន្តទៀតបងប្អូនអាច comment ខាងក្រោមវីដេអូបានកុំភ្លេចចុច follow page ឬក៏ TikTok របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូនិងក្បាច់ហាត់ប្រាណនៅផ្ទះថ្មីបន្តទៀតអរគុណ